នេះជាសដាមតនកាត់ហើយនេះជាសដាកាត់រួចអូខេសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់សក់ហើយម៉ូតសក់ដែលខ្ញុំលើកយកមកបង្ហាញគឺជាប្រភេទម៉ូតសក់ឡុងសងជើងខ្ពស់ប៉ុន្តែយើងយកជើងរាងសហើយសម្រាប់ជាងដៃថ្មីបើមិនទាន់ចេះកាត់ម៉ូតនេះបានស្ទាត់កុំភ្លេចមើលវីដេអូនេះទាំងអស់គ្នាហើយចំពោះមេជាងបើសិនជាអត់សុខក៏អាចទស្សនាវីដេអូនេះបានដែរហើយបើសិនជាខ្ញុំមានចំណុចខ្វះខាតត្រង់ណាកុំភ្លេចជួយប្រាប់ខ្ញុំមកបាននឹងផងហើយសម្រាប់វិធីសាស្ត្រនៃការកាត់ជាជំហានដំបូងគឺយើងទ្រាប់លេខ2ឬបងប្អូនអាចទ្រាប់ក្រាស់ក៏បានដែរហើយជំហានបន្តមកទៀតគឺខ្ញុំកំណត់ជើងក្រោមថាខ្ញុំចង់បណ្ដេញស្មៅពីត្រឹមម៉ានទៅហើយចំពោះការកំណត់ស្មៅ fade បែបស្មៅនេះគឺខ្ពស់ឬទាបអាស្រ័យទៅលើភ្ញៀវដែលគាត់ស្រឡាញ់ហើយបន្ទាប់ពីខ្ញុំកំណត់ជើងក្រោមមកជុំមកខ្ញុំយកលេខ1ហើយខ្ញុំទាញធ្មេញមកក្រោយហើយខ្ញុំមកឈូមកជុំទៀតមកហើយបន្ទាប់ពីខ្ញុំបណ្ដេញលេខ1ហើយខ្ញុំមកប្រើលេខ 0.5 ហើយខ្ញុំទាញធ្មេញមកក្រោយឡើងចុះអាស្រ័យតាមស្ថានភាពហើយពេលដែលបងប្អូនព្យាយាមធ្វើស្មៅបងប្អូនឈរឲ្យឆ្ងាយបន្តិចមកដើម្បីឲ្យយើងមើលស្មៅទៅបានច្បាស់ហើយជំហានបន្ទាប់មកទៀតគឺខ្ញុំយកកត្រៃច្រាប់របស់ខ្ញុំដើម្បីមកកំណត់ជើងក្រោមហើយទើបខ្ញុំប្រើធ្មេញយើងទៅទេដើម្បីបណ្ដេញស្មៅឲ្យដាច់កត្រៃច្រាប់ដែលយើងបានកំណត់ហើយបន្ទាប់ពីយើងប្រើកត្រៃយើងព្យាយាមទាញធ្មេញឡើងចុះតាមស្ថានភាពសក់ដែលខ្មៅតិចខ្មៅខ្លាំងបានមកជុំមកដែលពេលដែលយើងធ្វើបានស្អាតឥឡូវខ្ញុំមកធ្វើការផ្លុំសក់ដើម្បីឲ្យវាត្រង់ព្រោះថាសក់បងប្រុសក៏រៀងរួញអង្គាដីដែរចឹងហើយយើងផ្លុំឲ្យត្រង់មកដើម្បីមានម៉ូតកាន់តែស្អាតបងប្អូនបើសិនជាយើងកាត់ហើយយើងអត់បានចាប់ម៉ូតគឺសក់មើលទៅមិនសូវជាស្អាតប្រហែលទេហើយចំពោះការកាត់សក់នេះផងដែរគឺស្អាតនឹងម៉ូតនឹងចាប់ម៉ូតនឹងតែម្ដងបងប្អូនបើសិនជាយើងចាប់ម៉ូតគឺសក់កាន់តែស្អាតហើយបើសិនជាយើងកាត់ហើយយើងមិនបានចាប់ម៉ូតគឺសក់មើលទៅទោះជាយើងកាត់បានស្អាតយ៉ាងណាក៏ដោយក៏មិនសូវជាឃើញស្អាតប្រហែលដែរអញ្ចឹងហើយការកាត់សក់នេះគឺទាមទារឲ្យយើងចេះចាប់ម៉ូតកាលណាដែលយើងចេះចាប់ម៉ូតគឺសក់នឹងកាន់តែស្អាតជាងមុនវាមានសុភ័ណភាពកាន់តែមើលទៅកាន់តែចេញរាងស្អាតអញ្ចឹងហើយពេលដែលបងប្អូនរៀនកាត់សក់បងប្អូនកុំភ្លេចរៀនចាប់ម៉ូតផងពេលដែលយើងចាប់ម៉ូតបន្ថែមគឺសក់នោះកាន់តែស្អាតហើយបន្ទាប់ពីកាត់រួចបងប្អូនយល់យ៉ាងណាដែរហើយបើសិនជាចូលចិត្តកុំភ្លេចជួយចុច like ចុច share ក៏ដូចជាជួយ follow ម្នាក់មួយផង